ឡូបងប្អូនស្វាគមន៍មកកាន់ច្នៃប្រូឈិតខ្មែរអញ្ចឹងណាបងប្អូនហើយក៏ណាខ្ញុំចង់ចែករំលែករឿងបញ្ហាភាពតម្រងនោមទៅបងប្អូនដោយសារតែខ្ញុំមកយ៉ាងនេះខ្ញុំមានបញ្ហាតម្រងនោមអញ្ចឹងណាបងប្អូនហើយបងប្អូនដែលអត់មានបញ្ហាតម្រងនោមទេបងប្អូនថែសារតម្រងនោមទាំងអស់គ្នាហ្នឹងហើយកុំឲ្យមានបញ្ហាដូចខ្ញុំឬក៏អីចឹងណាបងប្អូនដែលខ្ញុំមានបញ្ហានេះគឺមានបញ្ហាដោយសារតែញ៉ាំថ្នាំហ្នឹងញ៉ាំថ្នាំតាមអនឡាញអញ្ចឹងណាកំងពេកអនឡាញអញ្ចឹងណាហើយបើបងប្អូនកំពុងតែញ៉ាំថ្នាំតាមអនឡាញដែលកំងតាមពេកអនឡាញហ្នឹងបើជៀសបានគួរតែជៀសបងប្អូនបើបងប្អូនមានបញ្ហាសុខភាពបងប្អូនគួរទៅពេទ្យពិនិត្យសុខភាពអញ្ចឹងណាបងប្អូនកុំញ៉ាំថ្នាំតាមអនឡាញប្រយ័ត្នមានបញ្ហាតម្រងនោមដូចខ្ញុំអញ្ចឹងណាបងប្អូនហើយបញ្ហាទី2បងប្អូនកុំសូវញ៉ាំគ្រឿងផ្អែមពេកដោយសារតែគ្រឿងផ្អែមវាអត់សូវល្អទេដូចជាភេសជ្ជៈបងអញ្ចឹងណាបងប្អូនបើជៀសវាងបានគួរតែជិះហើយបញ្ហាទី3បងប្អូនគួរតែកុំសូវញ៉ាំស្រាពេកជួនកាលតែយើងញ៉ាំស្រាពេកក៏យើងមានបញ្ហាតម្រងនោមដែរបងប្អូនហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនសង្ឃឹមថាជាប្រយោជន៍ដល់បងប្អូនបើអីជ្រាបលា